ជំរាបសួរថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីពោតឆាពងទាប្រៃឲ្យបងប្អូនទស្សនាដោយដំបូងយើងបកពោតចំនួន4ផ្លែប្រឡេះយកតែគ្រាប់ហើយយើងមានខ្ទឹមសខ្ទឹមក្រហមពងទាប្រៃ1គ្រាប់ហើយនឹងដើមខ្ទឹមចំពោះពងទាប្រៃបងប្អូនអាចដាក់ច្រើនឬតិចទៅតាមចំនួនពោតដែលបងប្អូនធ្វើបន្តមកទៀតយើងចាប់ដាំទឹកឲ្យពុះហើយយើងយកពោតទាំងនោះស្រុះឲ្យបានឆ្អិនប្រហែលជា10នាទីចាំយើងស្រង់ទឹកចេញចំពោះផ្នែកនេះដែរយើងអាចបំពងក៏បានឬក៏យើងអាចស្រុះក៏បានដែរប៉ុន្តែខ្ញុំជ្រើសរើសយកការស្រុះដើម្បីកាត់បន្ថយការប្រើខ្លាញ់បន្ទាប់ពីស្រុះហើយខ្ញុំប្រើខ្ទះដដែលហើយខ្ញុំមិនដាក់ខ្លាញ់បំពងខ្ទឹមក្រហមបូកជាមួយនឹងខ្ទឹមសឲ្យឈ្ងុយឲ្យឡើងពងក្រងបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងប័រសាបហើយនឹងពងទាប្រៃយកតែផ្នែកក្រហមយើងលីងចូលគ្នាឲ្យវាឈ្ងុយហើយចាំយើងដាក់ពោតបន្ទាប់ពីយើងដាក់ពោតចូលហើយយើងកូរឲ្យសព្វបន្តិចមកយើងចាប់ផ្ដើមដាក់គ្រឿងផ្សំយើងស្ករ1ស្លាបព្រាអំបិលកន្លះស្លាបព្រាហើយនឹងទឹកប្រេងខ្យង1ស្លាបព្រាកន្លះខ្ញុំសូមបញ្ជាក់បន្តិចតកតងទៅនឹងរសជាតិបងប្អូនចូលចិត្តផ្អែមប្រៃឬក៏រសជាតិល្មមបងប្អូនអាចដាក់ទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានបន្ទាប់ពីយើងបានដាក់គ្រឿងហើយយើងកូរច្របល់គ្នាឲ្យសព្វប្រហែលជា3នាទីបន្ទាប់មកយើងចាប់ផ្ដើមបន្ថែមស្លឹកខ្ទឹមដែលយើងបានហាន់ហើយចូលហើយនឹងដាក់បន្ថែមនៅល្ងសល្ងខ្មៅចំពោះល្ងបងប្អូនចូលចិត្តបងប្អូនអត់ដាក់ក៏បានប៉ុន្តែចំពោះខ្ញុំចូលចិត្តល្ងខ្ញុំបានដាក់2ពណ៌ចូលគ្នាល្ងស1ស្លាបព្រាបាយហើយនិងល្ងខ្មៅ1ស្លាបព្រាបាយផងដែរបន្ទាប់មកយើងអាចដួសដាក់ចានញ៉ាំបានរសជាតិឆ្ងាញ់ប្លែកបងប្អូនអាចធ្វើសាក់ល្បងបានសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមដល់ចប់កុំភ្លេចធ្វើសាកញ៉ាំទាំងអស់គ្នាព្រោះមិនថាមនុស្សធំទេសូម្បីតែកូនខ្ញុំក៏គាត់ចូលចិត្តញ៉ាំដែរពីព្រោះរសជាតិអត់ដិតទេអត់ដិតពេកហើយខ្ញុំអត់បានប្រើខ្លាញ់ពងអញ្ចឹងក្មេងញ៉ាំក៏អត់មានប៉ះពាល់ដល់សុខភាពគាត់ដែរធានាថាឆ្ងាញ់បងប្អូនកុំភ្លេចសាកល្បងធ្វើទាំងអស់គ្នា